ការដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលបានខົບខិតជាមួយនឹងបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិនិងផលប្រយោជន៍ប្រជាពលរដ្ឋខ្ញុំគិតថាគឺជារឿងល្អបំផុតហើយគ្រប់គ្រងយ៉ាងពេញទំហឹងខ្ញុំសង្ឃឹមថាអស់លោកមួយចំនួនដែលតែងតែស្រែកថាខ្លួនស្រឡាញ់ជាតិខ្លួនស្រឡាញ់ប្រជាជនខ្មែរនេះកុំមានការទទឹងទឹះកុំមានការប្រឆាំងពាក់ព័ន្ធជាមួយបញ្ហានេះបើខ្លួនឯងជាខ្មែរពិតប្រាកដបើខ្លួនស្រឡាញ់ជាតិពិតប្រាកដមិនត្រូវខ្លាចទេបាទព្រោះបើសិនថ្ងៃខាងមុខទៅមានច្បាប់ពាក់ព័ន្ធជាមួយបញ្ហានេះគឺជារឿងល្អព្រោះដកសញ្ជាតិតែបុគ្គលណាដែលខົບខិតជាមួយបរទេសតាបាទហើយបើអស់លោកឯងមិនខົບខិតជាមួយបរទេសអស់លោកឯងរួមសាមគ្គីខ្មែរនឹងខ្មែរដើម្បីតែផលប្រយោជន៍ជាតិដើម្បីតែផលប្រយោជន៍ប្រជាជនក៏ត្រូវខ្លាចដែរបាទអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបនិងក្នុងនាមខ្ញុំជាប្រធានសមាគមយុវជនការពារសន្តិភាពរួមជាមួយនឹងសមាជិកសមាជិកាទាំងអស់បាទដែលរស់នៅក្រោមដំបូលសុខសន្តិភាពសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះបានប្រកាសផ្ដួចផ្ដើមគំនិតស្នើរាជរដ្ឋាភិបាលកម្ពុជាសិក្សាទស្សនវិជ្ជាច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលបានខົບខិតជាមួយនឹងបរទេសហើយបំផ្លាញផលប្រយោជន៍ជាតិបាទខ្ញុំគិតថាសម្ដេចតេជោហ៊ុនសែនគឺជាមេដឹកនាំខ្មែរដ៏កម្រមួយរូបក្នុងប្រវត្តិសាស្ត្រជាតិជាង500ឆ្នាំចុងក្រោយមកនេះដែលគ្រប់កលៈទេសៈក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាបានខិតខំធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពារនិងសម្រេចឲ្យបាននៅឧត្តមប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជាជាពិសេសការកសាងនិងរក្សាការពារសុខសន្តិភាពការពារបូរណភាពទឹកដីអធិបតេយ្យភាពការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចនិងការលើកកម្ពស់ចំណេះដឹងនិងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាបាទឬខ្ញុំបានជម្រាបបងប្អូនមុននេះអញ្ចឹងថាខ្ញុំពិតជាគាំទ្របាទយ៉ាងពេញទំហឹងបើថ្ងៃខាងមុខដ៏ខ្លីនេះមានច្បាប់បាទពាក់ព័ន្ធជាមួយនឹងការដកសញ្ជាតិខ្មែរអំពីបុគ្គលណាដែលខົບខិតជាមួយនឹងបរទេសអញ្ចឹងអត់មានអីជារឿងដែលពិបាកទេបាទបើបុគ្គលណាធ្វើខុសច្បាប់បើបុគ្គលណាធ្វើទង្វើដែលក្បត់ជាតិខົບខិតជាមួយនឹងជនបរទេសខົບខិតជាមួយនឹងបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិដើម្បីបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋអ្នកឯងត្រូវតែដកសញ្ជាតិចឹងឯងមិនមែនខ្មែរផងហ្នឹងបើអ្នកឯងខ្មែរមិនមែនឯងទៅខົບខិតជាមួយគេដើម្បីបំផ្លាញផលប្រយោជន៍ជាតិទេតែដោយសារតែអ្នកឯងមិនមែនខ្មែរបាទអញ្ចឹងក៏មកពិបាកបើអ្នកឯងគិតថាអ្នកឯងខົບខិតជាមួយគេទៅហើយបាទរួមសាមគ្គីជាមួយខ្មាំងសត្រូវរួមសាមគ្គីជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិទៅហើយដកសិទ្ធិអ្នកឯងចេញដកសញ្ជាតិឯងទៅរឹងជារឿងល្អបាទអញ្ចឹងសូមកុំឲ្យមានការប្រតិកម្មអីណាដែលត្រូវអីខ្ញុំអត់សុខចិត្តទេអត់សុខចិត្តអ្ហ្មិចបើអ្នកឯងរួមកម្លាំងរួមសាមគ្គីខ្មែរនឹងខ្មែរដើម្បីបំរើផលប្រយោជន៍ជូនជាតិដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋអាណាគេទៅថាអីបាទតែនេះខົບខិតជាមួយនឹងបរទេសបាទដើម្បីបំរើផលប្រយោជន៍បរទេសដើម្បីបំផ្លាញផលប្រយោជន៍ប្រជាជនបំផ្លាញផលប្រយោជន៍ជាតិដាក់បកគលខ្លះមួយចំនួននៅក្រៅប្រទេសអញ្ចឹងពួកអាក្បត់ជាតិមួយចំនួនអញ្ចឹងឃើញទេនៅពេលដែលកម្ពុជានៅពេលដែលថ្នាក់ដឹកនាំកម្ពុជាសង្កថារាល់ថ្ងៃនេះរដ្ឋាភិបាលហូបបាយអត់មានផងសម្ដេចតេជោហ៊ុនសែនសម្ដេចបវរធម្មតីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំដទៃទៀតកំពុងតែខិតខំប្រឹងប្រែងដើម្បីបំរើផលប្រយោជន៍ជូនប្រជាជនជាពិសេសតតាំងជាមួយខ្មាំងសត្រូវនេះពេលហ្នឹងម៉ោងហ្នឹងបាទដែលកំពុងតតាំងជាមួយភាគីឆ្លៀនពៀននោះតែអស់លោកឯងបែរជាទៅគ្រប់គ្រងបរទេសបាទបែរជាទៅខົບខិតជាមួយនឹងបរទេសទៅវិញសួរថានឹងជាខ្មែរអញ្ចឹងអត់មានពិបាកទេដកតែសញ្ជាតិលោកឯងទៅហើយបាត់ហើយអ្នកឯងទៅតតាំងទៅអីទៅខົບខិតជាមួយបរទេសទៅបើឯងមិនមែនខ្មែរផងអានឹងវាអញ្ចឹងកុំឲ្យវែងឆ្ងាយខ្មែរឲ្យចំខ្មែរបរទេសឲ្យចំបរទេសតែម្ដងកុំឲ្យពិបាកកុំឲ្យខ្លួនឯងជាខ្មែរតែទៅខុបខិតជាមួយនឹងគេអញ្ចឹងកុំឲ្យពិបាកដកសញ្ជាតិឯងចោលតែហ្មងកុំឲ្យពិបាកវិញបាទអានឹងជូនចំពោះពួកជនក្បត់ជាតិមួយចំនួនក៏ដូចជាពួកប្រឆាំងជ្រុលនិយមមួយចំនួនដែលបច្ចុប្បន្នពេលនេះម៉ោងនេះកំពុងតែខុបខិតនិងគ្រប់គ្រងបរទេសដើម្បីឲ្យមជ្ឈិមពៀនកម្ពុជាបាទខ្ញុំពិតជាគ្រប់គ្រងបាទយ៉ាងខ្លាំងចំពោះសម្ដេចតេជោហ៊ុនសែនបាទហើយចង់អីប្រឆាំងមួយចំនួនមកក្តាប់តូចនឹងមិនគ្រប់គ្រងរឿងបែរទេបាទតែសំខាន់បងប្អូនប្រជាជនខ្មែរទូទាំងប្រទេសពេលនេះម៉ោងនេះកំពុងតែសាមគ្គីភាពគ្នាបានល្អណាស់បាទគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងនិងលើកទឹកចិត្តទៅដល់បងដែលជាកងកម្លាំងប្រដាប់អាវុធបងកងទ័ពជួរមុខចង់ឯងមិនគ្រប់គ្រងចង់ឯងគិតអីរឿងបែរទៅបាទអានេះខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណ